មនុស្សនៅទីនោះដាក់ឈ្មោះកោះនោះថាកោះកណ្តុរដោយសារតែកោះនោះសម្បូរទៅដោយកណ្តុររស់នៅកណ្តុរទាំងនោះបានបំផ្លាញជម្រុកស្រូវនិងស៊ីស្បៀងរបស់អ្នកភូមិអស់ហើយធ្វើឲ្យអ្នកភូមិអស់សង្ឃឹមជាខ្លាំងនាងខ្ញុំសូមគោរពជម្រាបសួរដល់ពុកម៉ែបងប្អូនអរគ្នានៅថ្ងៃនេះដែលនាងខ្ញុំមានរឿងអប់រំខ្លីមួយចែកជូនដល់បងប្អូនអរគ្នាដូច្នេះសូមចូលរួមស្ដាប់ដូចតទៅមានកសិករក្រីក្រម្នាក់គាត់រស់នៅជាមួយប្រពន្ធនិងកូនៗរបស់គាត់កសិករនោះគាត់ក្រីក្រណាស់គាត់មិនមានដីស្រែផ្ទាល់ខ្លួនឡើយគាត់តែងតែទៅរកស៊ីឈ្នួលធ្វើស្រែឲ្យអ្នកជិតខាងរបស់គាត់ហើយគាត់ទទួលបានប្រាក់កម្រៃបន្តិចបន្តួចប៉ុណ្ណោះពីការស៊ីឈ្នួលធ្វើស្រែឲ្យគេបុរសក្រីក្រនោះគាត់ចង់មានស្រែផ្ទាល់ខ្លួនណាស់ប៉ុន្តែគាត់គ្មានលុយដើម្បីទិញដីស្រែនោះឡើយក្រោយមកកសិករបានប្រាប់ប្រពន្ធថាគាត់ចង់ទៅធ្វើការកន្លែងផ្សេងទៀតដើម្បីបានលុយកម្រៃច្រើនជាងនឹងបន្ទាប់មកកសិករក៏បានធ្វើដំណើរចាក់ចែងពីផ្ទះទាំងដែលខ្លួនគ្មានលុយបន្តិចសោះនៅតាមផ្លូវឆ្ពោះទៅកាន់កំពង់ផែកសិករក្រីក្រនោះក៏បានជួបនឹងស្ត្រីចំណាស់ម្នាក់ស្ត្រីចំណាស់នោះបាននិយាយទៅកាន់កសិករនោះថាសូមជួយខ្ញុំផងលោកខ្ញុំឃ្លានណាស់ហើយខ្ញុំគ្មានប្រាក់ទេសូមលោកជួយទិញឆ្មារបស់ខ្ញុំផងកសិករនោះក៏មិនមានលុយទិញឆ្មារបស់ស្ត្រីនោះទេប៉ុន្តែទោះបីជាកសិករមិនមានលុយក្នុងខ្លួនក៏ដោយក៏គាត់នៅតែចង់ជួយស្ត្រីចំណាស់នោះដែរក្រោយមកគាត់ក៏បានសម្រេចចិត្តជួយទិញឆ្មាទាំង3របស់ស្ត្រីចំណាស់ម្នាក់នោះគឺហើយកសិករនោះក៏បានដកលុយបន្តិចបន្តួចទាំងអស់របស់គាត់ដើម្បីទិញឆ្មាស្ត្រីចំណាស់នោះស្ត្រីចំណាស់នោះសប្បាយចិត្តណាស់គាត់អរគុណហើយព្រមទាំងឲ្យទ្រង់សម្រាប់ដាក់ឆ្មាដល់កសិករនោះផងដែរបន្ទាប់ពីបានទិញឆ្មារួចហើយបុរសនោះក៏បានធ្វើដំណើរតាមសំពៅការធ្វើដំណើរនោះមុនដំបូងល្អប្រសើរទេប៉ុន្តែបន្តិចក្រោយមកភ្លាមនោះក៏មានចប់ជុះបោះបោយ៉ាងខ្លាំងធ្វើឲ្យសំពៅមិនអាចបន្តដំណើរទៅមុខទៀតបានហើយសំពៅក៏ចុះចតនៅកោះកណ្តុរមនុស្សនៅទីនោះដាក់ឈ្មោះកោះនោះថាកោះកណ្តុរដោយសារតែកោះនោះសម្បូរទៅដោយកណ្តុររស់នៅកណ្តុរទាំងនោះបានបំផ្លាញជម្រុកស្រូវនិងស៊ីស្បៀងរបស់អ្នកភូមិអស់ហើយធ្វើឲ្យអ្នកភូមិអស់សង្ឃឹមជាខ្លាំងកសិករបានដឹងពីរឿងនេះគាត់ក៏បាននឹកឃើញដល់ឆ្មាទាំង3របស់គាត់ចង់ជួយមនុស្សដែលនៅលើកោះនោះណាស់ហើយគាត់ក៏បានឲ្យឆ្មាទាំង3នោះទៅកាន់អ្នកភូមិទាំងនោះដើម្បីឲ្យឆ្មានោះជួយបំផ្លាញសត្វកណ្តុរនៅពេលនោះអ្នកភូមិក៏បានដល់លេងឆ្មានៅលើកោះដើម្បីឲ្យទៅចាប់កណ្តុរស៊ីដោយសារតែឆ្មាទាំងនោះអត់ឃ្លានមុខជាយូរហើយក៏បានដេញចាប់កណ្តុរទាំងនោះស៊ីអស់រលីងដែលជាហេតុធ្វើឲ្យកោះនោះលែងមានកណ្តុរទៀតអ្នកភូមិសប្បាយចិត្តខ្លាំងណាស់ក៏បានឲ្យប្រាក់កម្រៃជាច្រើនទៅកាន់បុរសដែលជាកសិករនោះសប្បាយចិត្តណាស់គាត់ក៏បានយកលុយត្រឡប់ទៅស្រុកកំណើតរបស់គាត់វិញពេលទៅដល់ស្រុកកំណើតរបស់គាត់ក៏បាននិយាយរឿងនេះទៅប្រាប់ប្រពន្ធរបស់គាត់ហើយគាត់ក៏បានយកលុយនោះទៅទិញដីមួយកន្លែងដើម្បីធ្វើស្រែចាប់ពីពេលនោះមកគ្រួសាររបស់កសិករបានរស់នៅយ៉ាងសប្បាយរីករាយនិងមានសុភមង្គលហើយដំណឹងនេះក៏បានឮទៅដល់អ្នកជិតខាងហើយអ្នកជិតខាងនោះក៏បានច្រណែននឹងពួកគាត់ដោយសារតែភាពច្រណែនគាត់ក៏បានទៅសាកសួរអ្នកជិតខាងឯទៀតអំពីរឿងដែលកសិករបានលុយកម្រៃជាច្រើនមកទិញស្រែចម្ការនៅពេលនោះអ្នកជិតខាងដែលច្រណែននឹងកសិករក៏បានដឹងពីរឿងកោះកណ្តុរនោះក៏បានចាប់ឆ្មារបស់ខ្លួនជាច្រើនយកទៅកោះកណ្តុរនោះប៉ុន្តែនៅទីកន្លែងនោះគេបានប្តូរឈ្មោះហើយដាក់ថាកោះឆ្មាវិញដោយមិនដឹងគាត់ក៏បានយកឆ្មាទៅឲ្យអ្នកភូមិនៅកោះនោះប៉ុន្តែអ្នកភូមិនៅទីនោះក៏មិនត្រូវការឆ្មាទៀតទេដោយសារតែឆ្មានៅទីនោះបានបង្កើតកូនបានជាច្រើនអ្នកភូមិនៅកោះនោះនាំគ្នាសើចព្រោះអីគាត់មានឆ្មាជាច្រើនហើយហេតុអ្វីបានជាគេយកមកឲ្យពួកគាត់ដូច្នោះអ្នកជិតខាងដែលច្រណែននឹងកសិករនោះខ្មាស់គេយ៉ាងខ្លាំងហើយក៏ត្រឡប់មកផ្ទះវិញហើយរឿងរបស់នាងខ្ញុំក៏ឈានមកដល់ទីបញ្ចប់នៅក្នុងរឿងនេះដែរចង់អប់រំឲ្យយើងចេះជួយអ្នកដទៃនៅពេលដែលគេមានទុក្ខលំបាកឬមានអាសន្នអ្វីមួយទៀតក៏ចង់អប់រំដល់ពួកយើងថាកុំឲ្យយើងច្រណែននឹងអ្នកដទៃទោះបីជាគេមានជាងយើងក៏ដោយសូមឲ្យយើងស្កប់ស្កល់នឹងអ្វីដែលយើងមានហើយនៅក្នុងរឿងនេះដែរមានចំណងជើងថាកសិករចិត្តល្អដូច្នេះនាងខ្ញុំសូមអរគុណនិងសូមគោរពលា